បាទសួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះយើងមកដល់ប្រាសាទមេបុនខាងកើតហើយយើងចង់ដឹងថានៅខាងលើមានអ្វីប្លែកខ្លះហើយយើងទៅមើលទាំងអស់គ្នាគ្រាន់តែឈានជើងមកដល់ភ្លាមគឺចាប់អារម្មណ៍ផ្លែតតែម្ដងបងប្អូនមកមើលរនបង្ហូរទឹកដូនតាយើងពិតជាអស្ចារ្យមែនបងប្អូនណាមិនឲ្យទឹកជ្រាបនៅក្នុងប្រាសាទដក់យូរទេមានរនបង្ហូរទឹកឡើងវែងណាចេញមកខាងក្រៅទៅហ្នឹងអូព្រេចប្រាប់ពីប្រវត្តិនៃប្រាសាទមេបុនខាងកើតនេះគឺស្ថិតនៅចំកណ្ដាលនៃបារាយណ៍ខាងកើតតែម្ដងហើយចម្ងាយប្រហែលជា500ម៉ែត្រពីប្រាសាទប្រែរូបហើយប្រាសាទនេះកសាងឡើងនៅភាគទី2នៃសតវត្សទី10ក្នុងឆ្នាំ952ដោយព្រះបាទរាជេន្ទ្រវរ្ម័នឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនាហើយប្រាសាទនេះមានរូបរាងស្រដៀងទៅនឹងប្រាសាទភែរូផងដែរកាលពីដើមឡើយប្រាសាទនេះគឺស្ថិតនៅលើកោះតូចមួយនៅចំកណ្ដាលនៃបារាយណ៍ខាងកើតដែលអាចធ្វើដំណើរបានដោយជិះទូកតែបច្ចុប្បន្នបារាយណ៍នេះត្រូវបានកោសអស់ទៅហើយប្រាសាទមេបុនខាងកើតនេះដូចប្រាសាទប្រែរូបបេះបិទមកដូចកុបពីយុទ្ធដាក់អ្នកនរគ្នាមើលដូចគ្នាបេះបិទប្រាសាទមេបុននេះគឺមានខ្លងទ្វារដល់ទៅ4ហើយខ្លងទ្វារនីមួយៗគឺមានសត្វតោនៅជ្រុងប្រាសាទប្រាសាទនីមួយៗមានសត្វដំរីហើយសត្វដំរីសត្វតោទាំងអស់នោះមើលទៅអរគ្នាមើលទៅដូចជាមានវិញ្ញាណចេះមេឃទៅភ្លៀងហើយអត់សូវមានភ្ញៀវទេខ្ញុំមកម្នាក់ឯងគត់តែម្ដងនេះអរគ្នាប្រាសាទមុខខ្ញុំការហៅមេបុនខាងកើតនេះគឺហៅសំដៅទៅលើប្រាសាទមេបុនមាន2បងប្អូនហើយមួយគឺមេបុនខាងកើតគឺស្ថិតនៅលើបារាយណ៍ខាងកើតនិងមួយទៀតមេបុនខាងលិចគឺស្ថិតនៅចំកណ្ដាលនៃបារាយណ៍ខាងលិចតែម្ដងដែលបច្ចុប្បន្នគេហៅថាបារាយណ៍ទឹកថ្លានៅក្នុងភាសាពាក្យថាមេស្មើនឹងមីឬម៉ាមានន័យថាម្ដាយឬស្ត្រីតាមពិតទៅប្រាសាទមេបុនគឺជាកន្លែងរោងបុណ្យសម្រាប់ប្រារព្ធពិធីដូច្នេះហើយបានជាគេហៅតគ្នាថាមេបុនអូខេអ្នកនរគ្នាឥឡូវយើងបានដឹងអំពីប្រវត្តិត្រួសនៃប្រាសាទមេបុនហើយឥឡូវយើងចេញដំណើរទៅមុខទៀតតើមានអ្វីទៀតអូខេអ្នកនរគ្នានេះគឺជាខ្លងទ្វារខាងជើងនៃប្រាសាទមេបុនខាងកើតហើយនៅខាងមុខនេះគឺជាព្រៃតែម្ដងដោយសារខាងទៅខាងជើងមិនបានធ្វើផ្លូវចូលទៅទេអ្នកនរគ្នាមើលពីលើទៅគឺព្រៃសុទ្ធនេះគឺជាសត្វដំរីដែលឈរនៅយាមចាំប្រាសាទតែម្ដងដោយការសាងសង់លើកដុំថ្មទាំងផ្ទាំងចំនួន1ម៉ែត្រ60ជាងបាទ1ម៉ែត្រ60ជាងសត្វដំរីនេះបងប្អូនតាមខ្ញុំមើលទៅដំរីនេះគឺដំរីចន្ទើដំរីជំទង់បងប្អូនដំរីដែលធំគឺនៅលើភ្នំកូលែនឯណោះបងប្អូនប្រាសាទនេះមើលពីខាងណាក៏ស្អាតដែរបងប្អូនមើលពីមុខពីក្រោយពីឆ្វេងពីស្ដាំគឺស្អាតបងប្អូនជាពិសេសនោះគឺនៅពេលល្ងាចបងប្អូននៅពេលដែលពន្លឺរស្មីនៃព្រះអាទិត្យបានចាំងជះមកចំប្រាសាទគឺឡើងពណ៌មាសតែម្ដងវ៉ាវបងប្អូនណាប្រាសាទស្អាតមែនទេបងប្អូនញាក់សាច់នឹងជ្រុងនោះមួយទៀតនោះវ៉ាមែនមានដំរីមួយដែរមួយជាន់មានដំរីមួយមួយជាន់មានដំរីមួយគេនៅគ្រប់ទិសតែម្ដងពេលខ្លះការបាក់បែកនៃប្រាសាទធ្វើឲ្យប្រាសាទលេចរូបរាងម្យ៉ាងទៀតគឺគួរឲ្យចាប់អារម្មណ៍ផ្សេងម្យ៉ាងឥឡូវនេះជារដូវភ្លៀងធ្លាក់ច្រើនមិនសូវមានថ្ងៃលិចឲ្យឃើញថ្ងៃឯងបងប្អូនតែថ្ងៃនេះខ្ញុំមកគឺរាំងភ្លៀងមែនប៉ុន្តែថ្ងៃរះចាំងជះមកស្អាតខ្លាំងណាបងប្អូនណាចាំងជះមកប្រឡោះឈើនឹងមកចំក្បែរសត្វដំរីនេះញ៉ាអូខេអ្នកនរគ្នាកូនដំរីទាំងអស់នេះគឺខ្ជូតមែនតើអ្នកនរគ្នាបើសិនបានមកមើលគឺខ្ជូតនៅជិតខ្ជូតមែនតើរូបរាងនៅស្អាតទាំងអស់បណ្ដោយឥឡូវខ្ញុំនឹង view ឲ្យអ្នកនរគ្នាមើលអូវ៉ាវបងប្អូនណាមើលសត្វដំរីអូ my god ធំមែនតើសំខាន់ណាស់មានកណ្ដឹង3000នេះដំរីនេះនៅស្អាតមែនតើហើយដំរីនេះគឺលើកយកមកទាំងផ្ទាំងតែម្ដងនេះបងប្អូនណាលើកយកមកទាំងផ្ទាំងដាប់យកបណ្ដោយដាប់ធ្វើជាដំរីបណ្ដោយនេះអានេះហៅថាគ្រឿងលម្អសត្វដំរីបងប្អូននៅស្អាតចេះនេះគ្រឿងលម្អនៅស្អាតចេះហើយនេះកណ្ដឹង3000ដោយដំរីពិតអញ្ចឹងនេះមានពីរវ៉ាវនេះកតុយនៅស្អាតនេះដំរីនេះហើយសំខាន់នេះធ្វើតជាប់នឹងជើងទម្រនឹងសត្វដំរីនេះតែម្ដងហើយថ្មនេះគឺអត់បានកាត់ដាច់ពីគ្នាទេអូដូនតាសាហាវអស្ចារ្យមែនទេមើលណាមានរូបណាមានទាំងខ្សែកណ្ដឹងមានទាំងបឡាវកអូស្អាតមែនទេបងប្អូននៅគ្រឿងលំដាប់គ្រប់ទាំងអស់វ
Oh wow, so beautiful នេះស្អាតណាស់ដំរីមួយក្បាលនេះគឺថានៅល្អនៅស្អាតហើយសំខាន់ដូចមានវិញ្ញាណអញ្ចឹងដើរមកម្នាក់ឯងអញ្ចឹងមានអារម្មណ៍ថាដូចមានគេតាមមើលអញ្ចឹងបងប្អូនជាស្រ័យនិយាយការពិតមែនហើយមកលេងក៏មកម្នាក់ដូចខ្ញុំអញ្ចឹងមើលទៅដូចមុតដូចពិតអញ្ចឹងបងប្អូនអូស្អាតណាស់គេឡើង3000ប្លាកោនេះមើលប្រម៉ោយបងប្អូនដូចការពិតអញ្ចឹងអស្ចារ្យណាស់អរគុណដូនតាបានសងទុកឲ្យនេះអូស្អាតឥឡូវនេះយើងចូលមកមើលប៉មកណ្ដាលនៃប្រាសាទវិញម្ដងតើមានអីចាប់អារម្មណ៍ខ្លះខ្ញុំចាប់អារម្មណ៍ត្រង់ថានៅលើផ្តែរនេះបងប្អូនណានៅលើក្បាលគោលមានទេវតាហើយនៅលើក្បាលរាហូមានសត្វគោអញ្ចឹងអង្គុយតគ្នាជន់គ្នាពី3ថ្នាក់ហើយរាហូខំសត្វនាគហើយបានរំលេចនៅរឿងរ៉ាវដ៏អាចកំបាំងដែលមិនអាចបកស្រាយបានបើសិនជាបងប្អូនណាបានដឹងជួយ comment នៅខាងក្រោមផងចម្លែកទេបងប្អូនណាស្អីមានប្រហោងអស់ស្អីប្រហោងចំអត់នេះចម្លែកមែនបងប្អូននេះប្រហោងអស់តែអត់នៅខាងលើអត់មានប្រហោងទេចម្លែកនេះស្អិតតានអត់មានប្រហោងទេប្រហោងតែអត់នៅក្រោមនេះមកទាំងសងខាងមានប្រហោងខាងនេះក៏មានដែរនេះមានប្រហោងច្រោះដល់លើអូខេអ្នកគ្នាលេងចូលទៅមើលតួប៉មកណ្ដាលតើមានអីនៅក្នុងនឹងពេលដែលដើរចូលទៅដល់នៅតួប៉មកណ្ដាលយើងបានឃើញរូបបដិមាព្រះពុទ្ធមួយអង្គដែលគង់ពេនភ្នែនលើទម្រមួយដែលមានប្រក់នាគក្បាល7មែនតើរូបព្រះពុទ្ធបដិមានេះប្រហែលជាយកមកដាក់ក្រោយទេដោយសារប្រវត្តិនៃប្រាសាទនេះគឺឧទ្ទិសដល់ព្រហ្មញ្ញសាសនាចឹងហើយការប្រែប្រួលវិវត្តនៃធម្មជាតិពីមួយឆ្នាំទៅមួយឆ្នាំបានផ្លាស់ប្ដូរពីមួយកន្លែងទៅមួយកន្លែងប៉ុន្តែនៅជើងតម្រងក្រោមនេះមានច្រើនណាស់បងប្អូនរហូតដល់14ជើងតម្រងឯណោះហើយនៅផ្នែកខាងលើគឺលហលហេវអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺរូបចម្លាក់នៅលើផ្តែរបងប្អូនដែលធ្វើអំពីថ្មភក់ដែលមានរូបមនុស្សអង្គុយលើក្បាលដំរីក្បាល3គឺដំរី3000បងប្អូនហើយដំរីក្បាល3គឺអង្គុយនៅលើរាហូតែម្ដងដែលកំពុងតែលេបនាគតើរូបនេះចង់សមបញ្ជាក់ពីអ្វីហើយនៅកន្ទុយសត្វនាគនេះគឺមានមាត់មកដែលកំពុងតែលេបនាគទៀតចំណែកឯទឹករលកដែលកំពុងតែបោកបក់យ៉ាងខ្លាំងគឺមានទេវតាដែលគង់នៅលើទឹករលកនោះគឺធ្វើឲ្យសកម្មភាពទាំងអស់នោះគឺរស់រវើកតែម្ដងចំណែកឯជើងសសរពេជ្រវិញគឺនៅល្អឥតខ្ចោះតែម្ដងពុំមានខូចខាតអ្វីឡើយចំណែកឯទ្វារបញ្ឆោតគឺមានក្បាច់រចនាស្អាតស្រស់បប្រឹមចំណែកឯរូបនៅលើផ្តែរមានក្បាច់រចនាខុសប្លែកពីគ្នាបើយើងក្រឡេកមកមើលផ្តែរខាងនេះវិញយើងបានឃើញក្បាច់ទឹករលកលៀនចេញមកសុទ្ធតែពស់ក្បាល3ទាំងអស់ចំណែកឯរាហូដែលកំពុងតែលេបនាគនៅពីលើនោះគឺមានសត្វគ្រុឌមួយហើយនឹងទេវតានៅពីលើនោះថែមទៀតផងដល់ច្រើនយើងតែងតែឃើញក្បាលនាគក្បាល5នាគក្បាល7តែនេះយើងបានឃើញពស់ក្បាល3ដែលមាននៅលើចម្លាក់ផ្តែរនៃតួប៉មប្រាសាទមេបុនខាងកើតយ៉ាងច្រើនឥឡូវនេះយើងក៏លេចមកមើលតួប៉មមួយទៀតដែលឃើញមានរាហូកំពុងតែលេបនាគតែរាហូនោះមានរហូតដល់ទៅ2ក្បាលឯណោះអូខេអ្នកនរគ្នាឥឡូវវីដេអូយើងគឺបានរាយរាប់រឿងរ៉ាវជាច្រើនកន្លងមកហើយឥឡូវនេះយើងក៏បានបញ្ចប់វីដេអូត្រឹមនេះដែរបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះតាមរហូតដល់ចប់បើសិនជាមានអីថ្មីខ្ញុំនឹង inform អ្នកនរគ្នានៅវីដេអូបន្តហើយសូមកុំភ្លេចជួយ like ជួយ share follow ម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗផងដែរបាទសូមអរគុណសូមគោរពលាបាយបាយ